សូមអនុមោទនាសូមលោកយាយលោកតាប្រជាពុទ្ធបរិស័ទទាំងអស់ទេណាសង្រួមអរិយាប័ត្របានល្អជ្រះថ្លារតនាលោកម្ចាស់សំដែងនៅពធទេសនាអនុមោទនាអាហារីខ្ញុំម្ចាស់សូមអោកាំងក្រាបប្រណិប័តដែលអង្គពុទ្ធបរិស័ទដែលលៀងកាត់ក្តីកង្វល់ហើយមកប្រជុំគ្នាព្រួងប្រាថ្នាយកកុសលហេតុនេះសូមដំកើតតាំងចិត្តស្ដាប់ធម៌ទេសនាដើម្បីជាពុទ្ធបន់និងជាគុណច្រើនណាស់ណាអំណាចស្ដាំទេសនាដោយជ្រះថ្លាក្នុងសន្តានសូមតាំងចិត្តឲ្យស្អាតខ្ញុំអារម្មណ៍គ្នាផ្កានិមន្តលោកនេះទីតែទូនមានយើងរាល់គ្នាហេតុនេះពុទ្ធបរិស័ទដែលប្រណិប័តក៏ត្រៀមត្រាកំពកំចចានិយាយគ្នាបែមុខក្រោយសូមចង់នៅសញ្ញាទៀងសោតាស្ដាំកំធ្លយតើបានសាយអានិសង្ឃ5ប្រការហេតុនោះឥឡូវនេះយើងខ្ញុំនេះសាតោក្រៃបបិទ្ធប្រគុណថ្លៃសូមនិមន្តប្រទេសនាអនុគ្រោះពុទ្ធបរិស័ទដែលជាប់ខាត់ដោយមហាឲ្យកើតមានបញ្ញាប្រាកដនាទីនេះហងសូមអនុមោទនាសូមអនុមោទនាលោកយាយលោកតាស្ដាប់នៅប្រធមទេសនាអនុមោទនា นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนะไตยัสสะโยมประกาศนาอาตมาเพียร
ก็សូមលើកដៃកំបងអញ្ជលីក្រាបថ្វាយបង្គំប្រជុំ3នៃបត្រៃរតន៍មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាក៏សូមនមស្ការចំពោះព្រះថេរានុពថេរៈគ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងទីនេះដោយសេចក្តីគោរពរាប់អានក៏សូមចម្រើនពរដល់លោកតាលោកយាយឧបាសកឧបាសិកាអង្គប្រុសអង្គស្រីកុមារាកុមារីជាទីគោរពស្រឡាញ់រាប់អានអ៊ីតោបរੰតរមាំងទេសេសាមិទីតីអំពីតាំងបត់នមស្ការសង្ខេបបែបផ្លូវមកប្រព័ន្ធនេះក៏តម្រូវត្រូវដល់អង្គខ្ញុំព្រះករុណាអាត្មាភាពនឹងលើកយកព្រះធម៌មកសម្ដែងចែកជូនញាតិញោមជាពុទ្ធបរិស័ទស្ដាប់យកផល្លាអានិសង្សតាមនិស័យជ្រះថ្លារៀងខ្លួនចាប់តារោតវមាធម៌ទីពោទាំងឡាយ4ប្រការគឺអាយុសូមឲ្យមានអាយុវែងវណ្ណៈសូមឲ្យមានពណ៌សម្បុរកាយល្អសុខៈសូមឲ្យបានសុខកាយសប្បាយចិត្តពលៈសូមឲ្យមានកម្លាំងស្មារតីខ្លាំងខ្លាំងធម៌គឺពណ៌ទាំងឡាយ4ប្រការនេះវត្តធម្មតោចូលចម្រុងចម្រើនការមានដល់ចំពោះអស់លោកដែលជាពុទ្ធបរិស័ទដែលជាម្ចាស់ដើមទានប្រធានដើមបុណ្យដែលមានចិត្តជ្រះថ្លាបាននិមន្តខ្ញុំព្រះករុណាអាត្មាភាពឲ្យជាអ្នកសម្ដែងធម៌ខ្ញុំព្រះករុណាអាត្មាភាពក៏ព្រមទទួលនៅភារកិច្ចជាអ្នកសម្ដែងធម៌តែមុននឹងខ្ញុំព្រះករុណាអាត្មាភាពសម្ដែងធម៌ក៏សូមធ្វើការខន្តីអភ័យអត់ទោសចំពោះកំហុសខុសឆ្គងទាំងឡាយណាដែលខ្ញុំព្រះករុណាអាត្មាភាពសម្ដែងទៅមានការលើកលុះឬក៏ខ្វះខាតត្រង់ចំណុចភាសាបាលីសេចក្តីអត្ថាធិប្បាយពន្យល់យ៉ាងណាក្តីក៏សូមអស់លោកដែលជាពុទ្ធបរិស័ទដែលជាម្ចាស់ដើមទានប្រធានផ្ដាំបុណ្យធ្វើការខន្តីអភ័យអត់ទោសចំពោះកំហុសខុសឆ្គងនោះចំពោះខ្ញុំព្រះករុណាអាត្មាភាពផងត្រង់នឹងបានលើកយកព្រះធម៌មកសម្ដែងចែកជូនញាតិញោមជាពុទ្ធបរិស័ទស្ដាប់ការបញ្ញាចេះចាំបន្តិចបន្តួចស្រួលស្ដាមរបស់ខ្ញុំព្រះករុណាអាត្មាភាពនាវេលាគណៈនេះដែរត្រូវនៅថ្ងៃសៅរ៍7 រោចខែបោឆ្នាំម្សាញ់សប្តាហ៍ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី10ខែមករាឆ្នាំ2026វេលាគណៈនេះដែរខ្ញុំព្រះករុណាអាត្មាភាពសូមលើកយកព្រះធម៌មកសម្ដែងពីថាបុណ្យតេណានុពទានតាមទៅទៅពីថាបុណ្យតេណានុពទាននេះលោកតានិយាយបានជ្រុលជ្រាបមកហើយកណាឯខ្ញុំព្រះករុណាអាត្មាភាពនេះមកគ្រាន់តែបំពេញកិច្ចសម្ដែងតកមទេសនាដើម្បីគ្រាន់តែជាកិច្ចបង្រួបតែប៉ុណ្ណោះបើតាមការចេះចាំបើតាមការយល់ដឹងលោកតានិយាយយល់ដឹងគ្រប់ទៅគ្នាហ្នឹងចឹងពាក្យថាបុណ្យតេណានុពទាននេះមកអំពីភាសាបាលី2បទកាត់បញ្ចូលគ្នាទី1គឺតេណាបូកអនុពទានតេណាបានសេចក្តីថាខាងស្ដាំឬក៏ខាងត្បូងទានដែលបុគ្គលជឿទៅលើការផលហើយគឺជាឈ្មោះបុណ្យកុសលម្យ៉ាងចឹងគឺថាតេណានេះគឺជាឈ្មោះបុណ្យកុសលម្យ៉ាងតែប៉ុណ្ណោះឯពាក្យថាអនុពទានប្រែមកថាតាមឧទ្ទិសតាមបំពេញឲ្យចំពោះញាតិរបស់ខ្លួនដែលបានស្លាប់បាត់បង់ជីវិតទៅចឹងបុណ្យតេណានុពទាននេះគឺជាទានមួយដែលតាមបំពេញជូនចំពោះអ្នកស្លាប់បុណ្យតេណានុពទាននេះលោកតានិយាយមិនមែនមានការឡើងត្រឹមតែអំពីយើងនេះទេមានតាមតែអំពីចំនួនព្រះពុទ្ធជាម្ចាស់មកម្ល៉េះនាសម័យមួយ